តើ AI អាចចម្លងសំឡេងអ្នកបានទេសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Scam Series ថ្ងៃនេះយើងនឹងស្វែងយល់អំពីការបោកប្រាស់មួយដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សគឺ Voice Cloning Scam សូមស្រមៃថាម៉ោង 10 យប់អ្នកកំពុងសម្រាកនៅផ្ទះស្រាប់តែទូរស័ព្ទរបស់អ្នករោលនៅពេលអ្នកលើកការហៅសំឡេងនៅម្ខាងទៀតស្ដាប់ទៅដូចជាបងប្អូនឬមិត្តភ័ក្តិរបស់អ្នកសំឡេងនោះនិយាយដោយភាពភ័យខ្លាចថាខ្ញុំជួបគ្រោះថ្នាក់ហើយសូមផ្ទេរប្រាក់មកខ្ញុំជាបន្ទាន់ខ្ញុំត្រូវការជំនួយឥឡូវនេះបើអ្នកស្ថិតក្នុងស្ថានភាពបែបនេះតើអ្នកនឹងជឿទេការពិតសំឡេងដែលអ្នកបានឮអាចមិនមែនជាសំឡេងរបស់មនុស្សពិតនោះទេវាអាចជាសំឡេងដែលត្រូវបានបង្កើតដោយបច្ចេកវិទ្យា AI ដែលគេហៅថា Voice Cloning តើ Voice Cloning គឺជាអ្វី Voice Cloning គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលអាចសិក្សាពីសំឡេងរបស់មនុស្សហើយបង្កើតសំឡេងថ្មីដែលស្រដៀងនឹងម្ចាស់សំឡេងយ៉ាងខ្លាំងបច្ចេកវិទ្យានេះអាចត្រូវបានប្រើប្រាស់ក្នុងការផលិតភាពយន្តកម្មវិធីអប់រំការបង្កើតសៀវភៅសំឡេងឬជួយអ្នកដែលបាត់បង់សមត្ថភាពក្នុងការនិយាយទោះជាយ៉ាងណាក៏ដោយជនខិលខូចក៏អាចយកបច្ចេកវិទ្យានេះមកប្រើដើម្បីបោកប្រាស់មនុស្សបានដែរអ្នកប្រហែលជាឆ្ងល់ថាតើគេទទួលបានសំឡេងរបស់យើងពីណាចម្លើយគឺពីកន្លែងដែលយើងចែករំលែកដោយខ្លួនឯងដូចជាវីដេអូនៅលើ Facebook, TikTok និង YouTube សារសំឡេងក្នុងកម្មវិធី chat ឬប្រភពផ្សេងៗដែលមានសំឡេងរបស់យើងជនខិលខូចអាចយកគំរូសំឡេងទាំងនោះទៅបង្កើតសំឡេងថ្មីដែលស្ដាប់ទៅស្រដៀងនឹងម្ចាស់សំឡេងយ៉ាងខ្លាំងដូច្នេះតើយើងគួរធ្វើដូចម្តេចដើម្បីការពារខ្លួនទី1កុំប្រញាប់ជឿលើសំឡេងទូរស័ព្ទទោះបីវាស្ដាប់ទៅដូចជាសាច់ញាតិឬមិត្តភ័ក្តិរបស់អ្នកក៏ដោយទី2ប្រសិនបើមាននរណាម្នាក់សូមឲ្យអ្នកផ្ទេរប្រាក់សូមកុំប្រញាប់ធ្វើតាមសូមបិទការហៅនោះជាមុនសិនហើយទូរស័ព្ទទៅលេខដែលអ្នកធ្លាប់តាក់ទងដើម្បីផ្ទៀងផ្ទាត់ថាតើជាម្ចាស់សំឡេងពិតប្រាកដមែនឬអត់ទី3សម្រាប់គ្រួសារឬក្រុមការងារអ្នកអាចកំណត់ពាក្យសម្ងាត់សម្រាប់ប្រើនៅពេលមានអាសន្នប្រសិនបើមានការស្នើសុំជំនួយពិតប្រាកដការដឹងពាក្យសម្ងាត់នោះអាចជួយបញ្ជាក់អត្តសញ្ញាណបានចុងក្រោយសូមប្រុងប្រយ័ត្នចំពោះព័ត៌មាននិងសំឡេងដែលអ្នកបង្ហោះជាសាធារណៈទោះបីការបង្ហោះសំឡេងមិនមានន័យថាអ្នកនឹងត្រូវគេបោកប្រាស់ភ្លាមៗក៏ដោយការចែករំលែកដោយមិនប្រុងប្រយ័ត្នអាចបង្កើនហានិភ័យសូមចងចាំថានៅក្នុងយុគសម័យ AI នេះសំឡេងដែលអ្នកបានឮមិនមែនតែងតែជាសំឡេងពិតនោះទេដូច្នេះមុនពេលផ្ទេរប្រាក់ឬចែករំលែកព័ត៌មានសំខាន់ៗសូមផ្ទៀងផ្ទាត់ជានិច្ចប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមចែករំលែកទៅកាន់គ្រួសារនិងមិត្តភ័ក្តិដើម្បីឲ្យពួកគេបានយល់ដឹងអំពី Voice Cloning Scam និងអាចការពារខ្លួនពីការបោកប្រាស់ប្រភេទនេះសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុង Scam Series វគ្គបន្ទាប់